ហ៊ានធានាថាអ្នកទាំងអស់គ្នានឹងមិនវង្វេងផ្លូវជាដាច់ខាតក្រោយមើលវីដេអូនេះចប់ជំរាបសួរអតិថិជនរបស់ The Place Gym សាខា Aeon Mall ភ្នំពេញសម្រាប់អតិថិជនថ្មីនិងសមាជិកដែលមកហាត់ប្រាណនៅពេលព្រឹកព្រលឹមមុនពេលដែលផ្សារទំនើប Aeon បើកដំណើរការនៅម៉ោង 9 ព្រឹកចំពោះអ្នកដែលប្រើរថយន្តអ្នកទាំងអស់គ្នាអាចបើកចូលតាមច្រកធំខាងមុខផ្សារផ្ទាល់រួចបត់ឆ្វេងបន្តឡើងទៅខាងលើរហូតដល់ជាន់ទី3នៅពេលមកដល់ជាន់ទី3អ្នកទាំងអស់គ្នានឹងឃើញមានផ្លាកសញ្ញារបស់ The Place Gym ដូចនៅក្នុងវីដេអូនេះបន្ទាប់មកអ្នកទាំងអស់គ្នាអាចធ្វើការបត់ឆ្វេងនិងបន្តដំណើរទៅមុខបន្តិចរួចបត់ឆ្វេងម្ដងទៀតអ្នកនឹងឃើញមានផ្លាកសញ្ញាផ្សព្វផ្សាយរបស់ The Place Gym នៅពីមុខច្រកទី 14D អញ្ចឹងអ្នកទាំងអស់គ្នាត្រូវបន្តដើរមកខាងក្នុងផ្សាររួចបន្តឡើងទៅតាមជណ្ដើរយន្តពីជាន់ទី3ទៅជាន់ទី4ហើយឥឡូវនេះយើងបានមកដល់ទីតាំងក្លឹបហាត់ប្រាណ The Place Gym ដែលនៅជាន់ទី4ក្នុងផ្សារទំនើប Aeon Mall ភ្នំពេញចាំបើជិះចូលតាមច្រកមាត់ទន្លេវិញត្រូវទៅផ្លូវណាហើយសម្រាប់ការជិះចូលផ្សារតាមច្រកមាត់ទន្លេចំពោះអ្នកដែលប្រើប្រាស់រថយន្តអ្នកទាំងអស់គ្នាអាចបន្តឡើងតាមច្រករថយន្តឡើងទៅខាងលើប៉ុន្តែសូមបញ្ជាក់បន្តិចដោយសារតែផ្លូវឡើងទៅខាងលើនៅច្រកមាត់ទន្លេរាងចោតហើយផ្លូវបត់មួយចំនួនរាងទៅចង្អៀតវាអាចនឹងមានផលវិបាកបន្តិចសម្រាប់បងដែលទើបតែរៀនបើកឡានហើយនឹងបងស្រីផងដែរអញ្ចឹងយើងគ្រាន់តែបង្កើនការប្រុងប្រយ័ត្នបន្តិចនៅពេលដែលយើងចូលតាមច្រកមួយនេះនៅពេលដែលអ្នកទាំងអស់គ្នាបើកមកដល់ត្រង់ចំណុចចំណត 3F អ្នកទាំងអស់គ្នាត្រូវធ្វើការបន់ស្ដាំហើយអ្នកទាំងអស់គ្នាក៏អាចធ្វើការចតឡាននៅត្រង់ចំណតជាន់ទី3នេះហើយធ្វើការចូលតាមច្រកទី26នេះក៏បានដែរឬយើងអាចបន្តបត់ស្ដាំឡើងទៅចំណតជាន់ទី4តែម្ដងក៏បានដូចគ្នាហើយចំណតនៅជាន់ទី4នេះគឺថាធំទូលាយមែនតើអ្នកទាំងអស់គ្នាអាចធ្វើការចតនៅកន្លែងណាក៏បានដែរអូខេអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវយើងបានមកដល់ចំណតជាន់ទី4ហើយយើងគ្រាន់តែដើរចូលតាមច្រកចូលហើយបត់មកខាងស្ដាំដៃបន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញច្រកចូល 19E ហើយនៅខាងឆ្វេងដៃគឺជា The Place Gym សាខា Aeon Mall ភ្នំពេញជាន់ទី4